សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel និទានរឿងហើយក្នុងថ្ងៃនេះដែររឿងរ៉ាវរបស់យើងគឺតកតងទៅនឹងរឿងខ្មោចម្ដាយនិងកូនហើយសម្រាប់រឿងនេះគឺខ្ញុំទទួលបានពីជីតារបស់ខ្ញុំដែលគាត់និយាយឲ្យស្ដាប់គឺរឿងនេះគឺបានកើតឡើងទៅលើគាត់កាលពី70ឆ្នាំមុនគាត់បានជួបនៅហេតុការណ៍បែបណាឬមួយក៏ជួបនៅអ្វីមួយសូមអ្នកទាំងអស់គ្នាតាមដានស្ដាប់ជាមួយខ្ញុំដូចតទៅគាត់បាននិយាយប្រាប់ខ្ញុំថាកាលពី7ឆ្នាំមុនគឺនៅក្នុងភូមិរបស់ខ្ញុំគឺមិនមានភាពងាយស្រួលដូចសប្តាហ៍ថ្ងៃនេះទេគឺការធ្វើដំណើរគឺមានការពិបាកត្រូវប្រើពេលច្រើនថ្ងៃច្រើនម៉ោងឬក៏ច្រើនខែច្រើនឆ្នាំអីជាដើមដើម្បីទៅដល់គោលដៅមួយគឺធ្វើដំណើរដោយស្មើជើងទៅដល់កាត់ព្រៃកាត់អូកាត់ស្ទឹងអីជាដើមនោះគឺវាមានភាពគ្រោះថ្នាក់ណាស់កាលណាដែលយើងដើរឆ្លងកាត់ព្រៃគឺវាពោរពេញទៅដោយគ្រោះថ្នាក់គឺជាច្រើនមានដូចជាខ្លាសត្វខ្លាពស់គ្រុនចាញ់ជាដើមអីហ្នឹងពេលខ្លះទៀតយើងត្រូវឆ្លងកាត់ទៅជ្រោះអូស្ទឹងព្រែកហ្នឹងពេលខ្លះទៀតត្រូវដើរឆ្លងកាត់ភ្នំអីផងដែរការធ្វើដំណើរម្ដងគឺត្រូវមានមិត្តភ័ក្តិភើនគ្នាហ្នឹងទៅជាមួយច្រើនសនុកពេលមានហេតុការណ៍អ្វីកើតឡើងក្នុងព្រៃគឺគ្រាន់បានជួយគ្នាពេលធ្វើដំណើរទៀតសោតនោះគឺត្រូវមានការប្រុងប្រយ័ត្ននៅពាក្យសម្ដីឲ្យមែនតើមិនអាចនិយាយផ្ដេសផ្ដាសបានទេព្រោះការជំនឿខ្មែររបស់យើងគឺនៅក្នុងព្រៃគឺគេមិនឲ្យនិយាយផ្ដេសផ្ដាសទេគឺវាអាចមានគ្រោះថ្នាក់មានអីចឹងជាដើមដូចនៅស្រុកភូមិយើងបានឡើយមានសម័យមួយនោះលោកតារបស់ខ្ញុំគាត់នាំបងប្អូនកូនក្មួយមួយចំនួននឹងទៅលេងស្រុកឪពុកគាត់ដែលនៅឆ្ងាយពីគ្នាដោយត្រូវការឆ្លងខេត្តឆ្លងឃុំជាច្រើនយប់ទៅដល់ហ្នឹងក្រោយមានគម្រោងត្រឹមត្រូវរួចហើយគាត់ក៏បានបបួលគ្នាបងប្អូនចំនួន5នាក់ហ្នឹងដែលជាបងប្អូនកូនក្មួយរបស់គាត់ហ្នឹងរួមទាំងអ៊ំដេតអ៊ំដាំនិងអ៊ំស្រីរំដួលនិងអាតូក្មួយរបស់គាត់អាតូជាក្មួយគាត់ដែលមានអាយុ18ឆ្នាំឈានចូល19ឆ្នាំជាវ័យដែលកំពុងតែចង់សាកល្បងនឹងគ្រោះភ័យស្រាប់ទៅហើយការធ្វើដំណើរបានចាប់ផ្ដើមឡើងនៅពេលដែលព្រលឹមងងឹតក្រោយពីគ្រប់គ្នាបានលាបងប្អូនប្រពន្ធកូនរួចស្រេចគ្រប់គ្នាដាស់តឿនមុនជាស្រេចថាពេលធ្វើដំណើរកាត់ព្រៃហាមនិយាយបោកបញ្ឆោតគ្នាលេបផ្ដេសផ្ដាសជាដាច់ខាតការធ្វើដំណើរកាត់តែឆ្ងាយទៅរាប់សិបគីឡូម៉ែត្ររហូតអស់រយៈពេល3ថ្ងៃទៅបានមកដល់ភ្នំមួយមុននឹងធ្វើដំណើរឆ្លងកាត់ភ្នំនោះក៏ដល់ពេលយប់ទៀតទៅហើយគ្រប់គ្នាក៏រកកន្លែងសម្រាកនៅទីនោះសិនរៀបចំដាំស្លញ៉ាំបាយញ៉ាំទឹកអីរួចរាល់ក៏នាំគ្នាសម្រាកទៅដោយសារតែអស់កម្លាំងពីការធ្វើដំណើរពេញមួយថ្ងៃមួយថ្ងៃទៅមួយថ្ងៃគឺម្នាក់ក៏គេងលក់ស្រួលណាស់ពេលយប់ជ្រៅអាត្រៀតចាប់ផ្ដើមត្រជាក់អ៊ំស្រីរំដួលគាត់ក៏ភ្ញាក់ឡើងយកគល់អស់ទៅកងនៅក្នុងភ្នក់ភ្លើងហ្នឹងបន្ថែមក៏ដើម្បីទប់ទល់នឹងអាកាសធាតុត្រជាក់នៅពេលដែលអ៊ំរំដួលកំពុងតែយកអស់ទៅដាក់នឹងគំនរភ្លើងគាត់ក៏បានសម្លឹងទៅឃើញដើមឈើធំមួយដែលនៅមិនឆ្ងាយពីកន្លែងដែលគាត់សម្រាប់ប្រមាណហ្នឹងបានជាគាត់សម្លឹងទៅមើលទៅដើមឈើនោះក៏បានឃើញនៅសំឡេងម្ដាយនិងកូនពីរនាក់រត់លេងនៅជុំវិញដើមឈើធំនោះហើយអ៊ំស្រីក៏កវីក្បាលព្រោះតែគាត់មិនជឿនៅអ្វីដែលគាត់បានឃើញនឹងភ្នែករបស់គាត់ខ្លួនឯងប៉ុន្តែនៅពេលដែលគាត់បានងាកទៅមើលម្ដងទៀតស្រាប់តែបាត់មនុស្សអស់រលីងនៅសល់តែដើមឈើដ៏ធំស្ងាត់ជ្រាបនឹងទៅវិញអ៊ំស្រីរំដួលគាត់ក៏មិនបានគិតអ្វីច្រើនទៀតទេគិតត្រឹមថាអ្វីដែលគាត់បានឃើញបានឮនោះគឺជារឿងអាចដែលមិនអាចកើតឡើងដល់មនុស្សធ្វើដំណើរក្នុងព្រៃក្រោយពីបំបក់ភ្លើងរួចអ៊ំស្រីរំដួលក៏ចូលទៅគេងនៅកន្លែងដើមវិញក្រោយព្រឹកឡើងគ្រប់គ្នាលុបមុខលុបមាត់ញ៉ាំអាហារពេលព្រឹកដោយមានម្ហូបមុនព្រៃដុតដែលអាតូរកបានដោយប្រើជំរាបកៅស៊ូកាលពីជំនាន់មុនសត្វព្រៃគ្រប់មុខនៅសម្បូរក្រាស់ក្រែនណាស់ដែរក្រោយពីញ៉ាំបាយរួចក៏នាំគ្នាបន្តដំណើរទៅមុខទៀតពេលកំពុងតែធ្វើដំណើរអ៊ំស្រីរំដួលជាអ្នកនៅក្រោយគេបំផុតនោះគាត់ក៏តែងតែបានឮសំឡេងមនុស្សដើរតាមពីក្រោយខ្នងរបស់គាត់ជានិច្ចបន្ទាប់ពីបានឃើញម្ដាយនិងកូនកាលពីយប់មិញហើយហ្នឹងគាត់ក៏
ចេះតែលឺសំឡេងអីដើរពីក្រោយខ្នងគាត់រហូតទៅណាពេលបានចិត្តទៅដល់ភូមិមួយមេក៏រៀងងងឹតល្មមម្នាក់ក៏រុះរាន់ដើម្បីឲ្យឆាប់បានទៅដល់ភូមិនៅពេលនោះដែររឿងរ៉ាវដែលនឹកស្មានមិនដល់ក៏កើតឡើងគ្រប់គ្នាក៏បានឃើញស្ត្រីដែលមានម្ដាយនិងកូនតូចក៏អង្គុយនៅកណ្ដាលផ្លូវបែកខ្នងមករកគាត់ព្រមទាំងមានក្លិនស្អុយនៅក្នុងបរិវេណដែលគាត់អង្គុយនឹងភ្លាមនោះស្ត្រីនោះក៏សន្សឹមងាកមុខមករកពួកគាត់ពេលគាត់ងាកមកពួកអ៊ំទាំងអស់ហ្នឹងក៏គាត់បានរត់មកថាព្រះជាម្ចាស់អើយមុខរបស់ស្ត្រីនឹងក្មេងនោះមានទឹកលឿងនិងមានខ្ទុះចេញមកតាមផ្ទៃមុខដែលគួរឲ្យខ្លាចនិងគួរឲ្យខ្ពើមជាទីបំផុតគ្រប់គ្នាក៏មិនបានគិតច្រើនក៏នាំគ្នាដាក់មេប្រូចរត់ចេញពីកន្លែងនោះតាមវិធីដែលអាចធ្វើទៅបានគឺសក់អ្នកណាគឺក្បាលអ្នកហ្នឹងហើយនៅពេលហ្នឹងអត់មានអ្នកណាជួយអ្នកណាបានឡើយរត់អស់មួយសន្ទុះធំពួកគាត់ក៏បានទៅដល់វត្តមួយនៅក្នុងភូមិក្រោយពីគាត់បានសម្រាកបាត់ហត់ហើយព្រះសង្ឃក៏បាននិយាយឲ្យស្ដាប់ពីស្ត្រីនិងកូននោះថាគាត់គឺជាខ្មោចដែលគេសម្លាប់បន្ទាប់ពីចាប់រំលោភរួចកាលពីអាទិត្យមុននេះឯងក្រោយពីបានស្ដាប់ព្រះសង្ឃគាត់មានសន្និការឲ្យស្ដាប់រួចក៏ថ្វាយបង្គំលាព្រះសង្ឃបន្តដំណើរទៅផ្ទះសាច់ញាតិបងប្អូនគាត់ដែលបែកបាក់គ្នាអស់រាប់70ឆ្នាំហើយហ្នឹងគឺដីក្តីនៅក្នុងរលឹកហើយរឿងនេះដែរគឺជាសារដាស់តឿនទៅដល់អ្នកដែលចូលចិត្តធ្វើដំណើរកំសាន្តទៅកាន់ព្រៃឬមួយក៏ចូលចិត្តបោះតង់បោះអីជាដើមហ្នឹងគឺសូមមេត្តាជៀសវាងនៅពាក្យសម្ដីផ្ដេសផ្ដាសនៅពេលដែលយើងធ្វើដំណើរព្រៃព្រោះអីជំនឿដូនតារបស់យើងគឺបានជឿថាកាលណាដែលយើងដើរព្រៃហ្នឹងគឺមិនអោយយើងនិយាយពាក្យផ្ដេសផ្ដាសឬមួយក៏តាក់ទងទៅនឹងសត្វដែលកាយសាហាវឬក៏ខ្មោចព្រាយបិសាចអីជាដើមហ្នឹងគឺក៏មិនអោយនិយាយទេគឺថាវាអាចមានគ្រោះថ្នាក់ដល់យើងឬក៏ហានិភ័យដល់យើងអញ្ចឹងអ្នកនេះហើយសម្រាប់រឿងនេះដែរគឺបញ្ចប់តែត្រឹមហ្នឹងក៏សូមអរគុណដល់អ្នកដែលបានស្ដាប់តាំងពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ